ចាសួស្តីបងប្អូនទាំងអស់គ្នាបាទខ្ញុំផាជារៀងយូរដែរតាំងពីខ្ញុំភូមិមកពីកលីវិញដល់ពេលឥឡូវនេះខ្ញុំទៅលេងនៅ Houston នាំកូនៗគេទៅលេងព្រោះអីគេចិត្តចូលរៀនវិញអញ្ចឹងទៅនាំគេទៅលេងនៅ Houston ក៏ខ្ញុំទៅ Billy ដែរបងប្អូនអត់មានតាណាទេទៅលេងទៅ Billy ទៅផ្សារទៅទិញបន្លែទៅទិញរបស់ខ្លះហើយនឹងទៅសាពូសាខ្មែរនៅ Houston ហ្នឹងហើយទិញរបស់ខ្មែរយើងហ្នឹងដូចជាកទឹកស្អ៊ីវទឹកត្រីអីហ្នឹងបងប្អូនហើយថ្វាគោនៅកន្លែងគាត់ឆ្ងាញ់ហើយគឺថាខ្ញុំចូលទៅបានពីផ្សារដែរហើយខ្ញុំទៅតាំងហឹងគឺគេមានលក់អង្គខ្មែរយើងអីដែរហ្នឹងបងប្អូនឥឡូវហើយខ្ញុំចូលចិត្តទៅតាំងហឹងទិញរបស់ព្រោះអីវាមានរបស់មកពីខ្មែរយើងខ្លះៗដែរហើយនឹងទិញទីខ្វៃជ្រូកខ្វៃខ្ញុំចូលចិត្តជ្រូកខ្វៃទីខ្វៃនៅតាំងហឹងបងប្អូនហើយឆ្ងាញ់ធ្វើឆ្ងាញ់កាលពីមុនអត់សូវឆ្ងាញ់តែឥឡូវធ្វើឆ្ងាញ់មិនប្រៃមិនអីទេព្រោះជាតិគឺថាឆ្ងាញ់ហ្មងជ្រូកខ្វៃទីខ្វៃហើយបងប្អូនមួយខ្ញុំទៅតាមផ្លូវនេះនៅ Houston ខែខ្ញុំនៅនេះខែ Summer បងប្អូនប៉ុន្តែបងប្អូនមិនចង់អាប់ដូចនៅខែតិចចឹងព្រោះខ្ញុំធ្លាប់តែខែតិចឲ្យតែខ្ញុំទៅលេង Houston គឺថាតាមផ្លូវចុះអាប់ចឹងប៉ុន្តែលើកនេះគឺថាតាមផ្លូវចុះអាប់សក់ឡងសឹងថាមើលឃើញបងប្អូនឡានមួយបងប្អូនឃើញឡានមកបើកភ្លើងហើយវាអាប់ខ្លាំងព្រោះអីខ្ញុំប្រាប់ខ្ញុំថាទេបងកាលមុនយើងធ្លាប់ទៅពេលខែតិចបានចឹងតែឥឡូវនេះខែក្តៅសោះអាប់ឡងចឹងបងប្អូនហ្នឹងម៉ោង 7 8ហើយដូចជាមិន7ទេដូច8 9ដែរបងប្អូនប៉ុន្តែពីមុនថ្ងៃហ្នឹងដែលខ្ញុំទៅហ្នឹងគេប្រកាសថាមាន hurricane ដល់ Houston Galveston ហ្នឹងដល់ពេលថ្ងៃសុក្រថ្ងៃសៅរ៍ខ្ញុំចេញទៅលេងHouston ហ្នឹងហើយមើលបងប្អូនសិតតែអាប់ចុះហ្នឹងខ្ញុំថតបន្តិចទេទៅមុខទៀតក្រាស់ទៅហ្មងហើយខ្ញុំថាចម្លែកឡើងឆ្នាំហ្នឹងព្រោះអីឆ្នាំហ្នឹងតែយើងទៅ Houston យើងទៅថ្ងៃខែតិចគឺថាអាប់ជាងឯងតែឥឡូវខែក្តៅសោះសាមើសោះបងប្អូនឯងឃើញចុះអាប់ហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏ទៅខាង Billy បងប្អូនទៅខាង Billy ហើយឡានមកខ្ញុំនេះឡានគេដឹកកូនមិនកូនសេះកូនដងគីគេស្តៀងសេះដែរហ្នឹងគេដឹកទូចនៅក្នុងហ្នឹងហើយនេះខ្ញុំទៅHouston ហ្នឹងខ្ញុំទៅតាមផ្លូវហ្នឹងឯងបងប្អូនហើយខ្ញុំចូលចិត្តថតស្ពានឡើងហ្នឹងព្រោះអីស្ពានឡើងហ្នឹងមើលទៅស្អាតគឺថាស្អាតហ្មងមានឡានលើក្រោមឆ្វេងស្ដាំស្ពានគេខ្វាត់ខ្វែងស្អាតហ្មងម្ដុំកន្លែងហ្នឹងហើយហួសពីស្ពានហ្នឹងទៅបន្តិចទៅគឺថាដល់ផ្លូវបាត់ទៅ Billy ហើយបងប្អូនគឺថាហួសកន្លែងហ្នឹងឆ្ងាយគួរសមដែរហើយដល់ផ្លូវបាត់ទៅ Billy នេះផ្លូវនេះគឺថាយើងត្រូវឡើងលើស្ពានចាឡើងលើស្ពានទៅខ្ញុំទៅដូចជាគេហៅ Sam Houston ចាបងប្អូនហើយបាត់ Sam Houston នេះឡើងស្ពានហ្នឹងទៅបាត់ទៅខាងស្ដាំទៅកាត់ Toll Road ប្រហែលជា2បងប្អូន2 Toll Road ចា Toll Road ផ្លូវគេយកលុយហ្នឹងចាហើយកាត់កន្លែងហ្នឹងពី Toll Road ហ្នឹងទៅគឺយើងទៅដល់ផ្លូវមួយបាត់ទៅ Sam Houston ទៅសុំទោសបងប្អូនទៅ Billy ហើយ Billy ខ្ញុំចូលចិត្តញ៉ាំនំប៉័ងគេឆ្ងាញ់ Billy sandwich ហ្នឹងហើយខ្ញុំអត់បានថតព្រោះខ្ញុំទិញតែត្រៃត្រួយហើយបន្ទាប់ពីហ្នឹងមកខ្ញុំទៅផ្សារមួយទៀតគឺផ្សារចិនឯងហើយព្រោះអីវាមានលក់បន្លែលក់ប្លុកអីវាគឺថាវាធូរថ្លៃហើយផ្សារគេក៏គ្រាន់តិចដែរហើយបន្ទាប់ពីហ្នឹងមកនេះបងប្អូននេះខ្ញុំផ្លូវបាត់ចូល Billy ហើយនេះដល់កន្លែង stop មួយហ្នឹងទៅមុខទៀតទៅដល់មុខទៀតអញ្ចឹងទៅគឺទៅដល់ផ្សារហ្នឹងហើយបងប្អូនផ្សារហ្នឹងផ្សារចិននេះចាប្លុកគេហ្នឹងមានផ្សារចិនមានលក់ dim sum មានលក់របស់ញ៉ាំមានការ៉េមានចិនមានអីសពគ្រប់នៅហ្នឹងហើយខ្ញុំបានថតក្នុងផ្សារហ្នឹងហើយតបចេញពីផ្សារហ្នឹងមកខ្ញុំទៅ 99 Market មួយទៀតប៉ុន្តែខ្ញុំបានថតដែរខ្ញុំទៅ 99 ហ្នឹងក៏ខ្ញុំទៅមើលសាច់ត្រីអីនៅហ្នឹងដែរគឺវាមិនឆ្ងាយគ្នាហ្មងនេះវានៅចិត្តគ្នាហ្នឹងខ្ញុំទៅ Houston ហ្នឹងពីខ្ញុំ Austin ទៅ Houston គឺថា3ម៉ោងជាងបងប្អូនបើនិយាយទៅដូចយើងពីស្វាយពីបន្ទាយមានជ័យទៅបំពេញអញ្ចឹងប៉ុន្តែខ្ញុំទៅអត់ដេកទេបងប្អូនខ្ញុំទៅគឺប្តីខ្ញុំគាត់បើកឡានទាំងទៅទាំងមកលុះត្រាតាពេលខ្លះគាត់បានសម្រាប់ពីការងារគឺគាត់គេងមកយប់តែពេលច្រើនគឺខ្ញុំទៅចេញពីព្រលឹមម៉ោង6អីចឹងទៅម៉ោង5អីខ្ញុំអត់ដល់ទីហើយខ្ញុំទៅខ្ញុំមកខ្ញុំអត់គេងទេព្រោះខ្ញុំប្តីខ្ញុំគាត់ប្រកែបើកឡានដែរទៅអញ្ចឹងទៅ3ម៉ោងពីខ្ញុំ Austin ទៅហើយតែខ្ញុំបានទិញអីពី3ផ្សារមកបើស្រុកទាំងផ្សារពូខ្មែរទេ4ផ្សារអញ្ចឹងត្រឡប់មកវិញហើយចាបងប្អូនត្រឡប់មកវិញមកដល់ទៀតហើយជាម៉ោង5ម៉ោង6អីចឹងម៉ោង5ពេលច្រើនម៉ោង5ចានេះខ្ញុំចេញពីផ្សារហ្នឹងទៅខ្ញុំទៅខាងផ្សារតាំងហឹងប្រតាំងហឹងឆ្ងាយពីបេលាដែរតាំងហឹងអញ្ចឹងហើយខ្ញុំទៅផ្សារតាំងហឹងហ្នឹងទៅមុននឹងខ្ញុំទៅតាំងហឹងគឺខ្ញុំចូលផ្សារពូខ្មែរខ្ញុំទិញអីវ៉ាន់សាច់ក្រកនំសមនៅមួយកន្លែងគាត់ឆ្ងាញ់ថ្វាគោគាត់ក៏ឆ្ងាញ់ដែរកន្លែងពូខ្មែរហើយខ្ញុំទិញបានទឹកស្អ៊ីវខ្មែរយើងនៅនឹងគាត់យកមកលក់គាត់លក់សពគ្រប់ឥឡូវហើយដល់ពេលហើយខ្ញុំទិញពីកន្លែងគាត់ហើយខ្ញុំក៏ហួសទៅតាំងហឹងចិត្តគ្នាឯសារគាត់នឹងសាតាំងហឹងហ្នឹងហើយតាំងហឹងខ្ញុំទៅទិញបន្លែប្លុកអីខ្លះដែរហើយនឹងដូចជាជក់ខ្វៃទាខ្វៃប្រកូនឪខ្ញុំគាត់ចូលចិត្តញ៉ាំជក់ខ្វៃស្បែកគេរឹងស្រួយចាស្បែកជ្រូកខ្វៃគេរឹងស្រួយទៅក្តៅទៅគេញ៉ាំហើយខ្ញុំទិញមកហ្នឹងមកដល់ផ្ទះខ្ញុំអត់បាច់ទៅធ្វើម្ហូបអីទេគឺខ្ញុំក៏ដៅទៅជក់ខ្វៃទីខ្វៃហ្នឹងទៅជាអាហារពេលល្ងាចមកពួកខ្ញុំញ៉ាំទៅហើយបន្ទាប់ពីចេញពីចាំខ្ញុំថតក្នុងផ្សារបេលាខ្ញុំថតសុំទោសបងប្អូនមិនផ្សារបេលាទេខ្ញុំនិយាយទៅវល់គឺក្នុងតាំងហឹងខ្ញុំថតនៅក្នុងតាំងហឹងហ្នឹងបងប្អូននេះជាផ្លូវដែលចេញពីណៃរណាទៅខាងផ្សារតាំងហឹងហ្នឹងគឺថាឆ្ងាយគ្នាគូសំគ្រាន់ដែរកាត់មកឆ្ងាយដែរចេញវាពីឆ្ងាយពីបេលាបន្តិចហើយក៏ទៅតាមផ្លូវគេហ្នឹងក៏មានស្ពានមានអីខ្ញុំក៏ថត
ថែមទៀតឲ្យបងប្អូនមើលទៅហើយបងប្អូនកុំភ្លេចជួយ subscribe channel YouTube ខ្ញុំផងបងប្អូនចាអរគុណហើយនេះដល់ផ្លូវដែលខ្ញុំបត់ទៅផ្សារពូខ្មែរហ្នឹងណាមកផ្លូវទៀតគឺដល់ផ្លូវបត់ហើយបងប្អូនហើយខ្ញុំទៅថ្ងៃហ្នឹងដូចជាអត់សូវស្ទះចរាចរណ៍ឯងរត់ដងលើកខែមុនអីរត់ដងគឺថាផ្លូវដែលខ្ញុំទៅគឺផ្លូវដែលគេមកស្ទះអញ្ចឹងណាជាប់ផ្លូវជាប់អីតែទៅលើកនេះស្រួលហើយក៏ថាមេឃរៀងក្តៅបន្តិចព្រោះអីខាងAustin Houston នេះគឺថាខាង Texas នេះគឺថាក្តៅខ្លាំងហើយបងប្អូនគឺចូលលក្ខណៈ100ជាងហើយថ្ងៃអស់ត្រឹម90ចានេះបត់ទៅខាងផ្សារពូខ្មែរផ្សារវេលាហ្នឹងចាហើយនេះដល់ហើយបងប្អូននេះតាំងហឹងផ្សារពូខ្មែរខ្ញុំបានថតទេបងប្អូនព្រោះវីដេអូយូរមុនខ្ញុំថតនេះគេមានតកួនគេមានផ្លូវកែបអានេះផ្ទីហើយនេះឥឡូវនេះតាំងហឹងមានរបស់ថ្មីហើយបងប្អូនអ្នកនៅ Houston គឺថានំបញ្ចុកខ្មែរនំបញ្ចុកវៀតណាមគេដាក់ប៉ាប់លក់អញ្ចឹងខ្ញុំទិញមកនេះនំបញ្ចុកខ្មែរនេះខ្ញុំចង់សាកគេដាក់ថាកម្ពុជាហ្នឹងខ្ញុំទិញមកសាកហើយនេះដុកដឺចាហើយនេះពងក្រងនៅបេលៀនហ្នឹងកាលមុនអត់ឃើញទេឥឡូវមកទៀតហើយបងប្អូនហើយពងក្រងហើយនេះតម្លៃគេហ្នឹង12 13ឡាយហ្នឹងហើយនេះដុកដឺខ្ញុំដែរទិញហូបទេបងប្អូនហើយនេះត្រីនេះខ្ញុំទិញលើកនេះគេហៅត្រីកាហាយហ្នឹងមកកញ្ចប់5.99ថា6ឡាយចុះហើយខ្ញុំទិញត្រីហ្នឹងហើយខ្ញុំទិញលើកនេះជាជៀនអត់បានទិញជាជៀនក៏ឆ្ងាញ់ដែរបងប្អូននៅតាំងហឹងហើយខ្ញុំទិញនំហ៊ីងខ្ញុំហៅនំហ៊ីងនំប៉ោងហ្នឹងមកកញ្ចប់ប្តីខ្ញុំរើសខ្ញុំឲ្យប្តីខ្ញុំរើសមកហ្នឹងហើយឆ្ងាញ់បងប្អូនហើយនេះនំដលូបងប្អូនដលូគោយើងគេធ្វើឲ្យដាក់ហ្នឹងហើយមាននេះខ្ញុំលើកនេះគឺថាកសាំងចាហើយនេះសបកនំសូយចាខ្ញុំហៅនំសូយអញ្ចឹងណាហើយគេមានសពគ្រប់បងប្អូនគឺថាឥឡូវតាំងហឹងលក់ច្រើនបងប្អូនខ្ញុំអត់បានដើរទៅទូខាងឆ្វេងនេះផងទូខាងឆ្វេងហ្នឹងវាមានសពគ្រប់ហើយនេះត្រីតែត្រីហ្នឹងមិនមែនត្រីដូចខ្មែរយើងត្រីគេត្រីសាក់គេអានេះត្រីដែងយើងបងប្អូនមានអក្សរខ្មែរខ្ញុំទិញបានកញ្ចប់នេះបងប្អូនគេដាក់ត្រីដែងអត់ក្បាលអក្សរខ្មែរហ្នឹងនេះបងប្អូនឃើញទេប៉ុន្តែគ្រាន់គេដាក់ product វៀតណាមចាហើយអានេះធំត្រីដែងធំវែងធំជាងអាមិញនេះខ្ញុំទិញទូចហ្មង2ហើយនេះធំហ្មងហើយគេដាក់ត្រីដែងហើយបងប្អូនខ្ញុំមើលទៅឃើញអក្សរខ្មែរប៉ុន្តែវាដាក់មកពីវៀតណាមប៉ុន្តែអីខ្ញុំយកកុំឲ្យតែមកពីទិលេ2ខ្ញុំមិនយកទេហើយបន្ទាប់ពីចេញពីតាំងហឹងមកទៅខ្ញុំក៏ត្រឡប់ទៅផ្ទះហើយបងប្អូននេះបងប្អូនផ្លូវត្រឡប់ទៅផ្ទះចាហើយតាមផ្លូវគឺថាមេឃបើកថ្ងៃក្តៅហែងខាងខ្ញុំតិចសាសនេះគឺក្តៅខ្លាំងណាស់បងប្អូនហើយបន្ទាប់ពីនឹងមកខ្ញុំសម្រាប់ទៅដល់កន្លែងបឺគីគឺខ្ញុំសម្រាប់ឲ្យអត់ដែលរំលងទេប៉ុន្តែខ្ញុំអត់ដែលថតដាក់ក្នុងវីដេអូទេព្រោះតែពេលយើងចូលបឺគីគឺថាមនុស្សច្រើនអញ្ចឹងទៅខ្លាចថតចប់ក្មេងចប់មុខគេអីទៅគឺការគេមិនពេញចិត្តអញ្ចឹងខ្ញុំអត់ដែលហ៊ានថតទេហើយក្នុងផ្សារខ្ញុំថតបានតាំងហឹងដែរទេព្រោះអីផ្សារផ្សេងជួនកាលផ្សារខ្លះគេអត់គេមិនយើងថតមិនបានអីចឹងណាហើយអញ្ចឹងហើយខ្ញុំថតនឹងថានេះហើយនេះដល់ហើយបងប្អូនដល់ផ្លូវមកផ្ទះខ្ញុំវិញហើយគឺថាដល់Austin វិញហើយមុនមិញហ្នឹងគឺនៅខាង Houston នេះដល់ឥឡូវនេះមកដល់ផ្លូវផ្ទះខ្ញុំវិញហើយគឺថាម៉ោង5ខ្ញុំមើលទៅដូចជាម៉ោង5ចានេះបងប្អូនដល់ផ្លូវបាត់ចូលផ្ទះខ្ញុំហើយចាអរគុណជម្រាបលាបងប្អូនសុខសប្បាយទាំងអស់គ្នា